cho chứ chăm plate mơ thì xin cho chứ ô lư lọ ta xù mà đạch tí xù mà chật yang năng tí trầm sma on nấy nấy bà này ô lư cái trầu tí ra nè sẽ lấy nhỉ lọ mà hả srop tăng sẽ lấy cái trầu thế nữa cho một tẻ một lửa ô lọ ta sẽ lấy đây chăm zoom xin tích tích ta ta chụp thăm dương mascara ngọc nè mascara rất là trai nè một ta sam phê kẹo vẹt tao rẽ hạt tao sam ma sam pun thế san nè một ta sam phê kẹo vẹt tao rẽ hạt tao sam ma sam pun thế san nè một rẽ hạt tao sam ma sam pun thế sa ri kệ ri ya nè ma sa ca thvai bông cungประการណាចូលមានដល់ព្រះដ៏មានព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញាយធម៌ទាំងពួងដោយប្រពៃព្រះអង្គអត់មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយណាជាបឋមខ្ញុំកណាសូមមាសិកាចំពោះគុណនៃព្រះរតនត្រ័យទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លានិងសូមមាសិកាចំពោះព្រះមន្ត្រីសង្ឃព្រះអង្គគ្រូចារិកាព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងធ្វើសេចក្តីរាប់អានដល់បងប្អូនទាំង3ព្រះអង្គនៅក្នុងកម្មវិធីការផ្សព្វផ្សាយឡាយចេញពីពេកវត្តឥន្ទ្រាធិបតីវត្តសង្កែក្រុងនិងខេត្តបាត់ដំបងបងហើយសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទបងដែលបានតាមដានការផ្សព្វផ្សាយការឡាយតនេះអញ្ចឹងនៅក្នុងពេលនេះវេលានេះថ្ងៃ8រោចរនោចខែមិញឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី10ខែកុម្ភៈឆ្នាំ2026នៅវេលានេះម៉ោងប្រហែលជា6:50នាទីល្ងាចនៅកត់ខ្ញុំគណៈអាត្មាភាពភិក្ខុបណិតធម្មអុកសុវណ្ណីព្រះចារិកាវត្តឥន្ទ្រាធិបតីវត្តសង្កែក្រុងនិងខេត្តបាត់ដំបងដែលនៅក្នុងការផ្សព្វផ្សាយឡាយបន្តតនេះអាត្មាភាពនាំយកនៅបច្ច័យមកប្រគេនព្រះសង្ឃបច្ច័យសពបរោះប្រុសស្រីកណាលោកម្ចាស់គ្រប់ព្រះអង្គដែលបានរួមចំណែកចូលរួមឧបត្ថម្ភព្រះសង្ឃប្រឡងនៅរាជធានីភ្នំពេញចំនួន4ព្រះអង្គនៅវត្តសង្កែយើងនេះដោយនៅក្នុងគោលការណ៍របស់អាត្មាភាពបន្តដែលជាព្រះអង្គគ្រូចារិកាគឺប្រគេនព្រះសង្ឃទៅប្រឡងហ្នឹងក្នុងមួយព្រះអង្គចំនួន40,000រៀល40,000រៀលក៏ជាកាលកន្លងមកមានការប្រគេនជារៀងរាល់ឆ្នាំវាលែងតែឆ្នាំណាដែលប្រឡងជាប់ដោយស្វ័យប្រវត្តិអត់បានប្រគេនអញ្ចឹងប្រគេនរៀងរាល់ឆ្នាំគិតទៅប្រហែលឆ្នាំហ្នឹងធំ2019មកក៏អត់មួយឆ្នាំណាអត់មួយឆ្នាំអញ្ចឹងអាត្មាភាពបង្កើតកម្មវិធីលើកទឹកចិត្តដល់ព្រះសង្ឃសាមណៈដែលលោកនិមន្តមកអំពីខេត្តផ្សេងហើយមកគង់សិក្សារៀនសូត្រនៅពុទ្ធិកវិទ្យាល័យអឹងធួងហើយនៅក្នុងបណ្ដានោះ
miền buồn và óng lộn buồn mà cùng sạ sắc xáនៅក្នុងវត្តសង្កែជាកន្លែងសម្រាប់ស្នាក់ក៏ប៉ុន្តែកន្លែងសាលាសិក្សារៀនសូត្រគឺនៅពុទ្ធិកវិទ្យាល័យអឹងធួងតែមានទីតាំងនៅវត្តពោវិលហើយពីថ្ងៃរសៀលមិញនេះកម្មវិធីសាលាក៏បានជួបជុំក្រុមសាមណសិស្សជាមួយគ្នានឹងគណៈគ្រប់គ្រងក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលជាអ្នកឧបត្ថម្ភចឹងទៅឃើញថាការយកចិត្តទុកដាក់ជាមួយគ្នានឹងពុទ្ធិកសិក្សានេះមិនត្រឹមតែតាមវត្តអារាមប៉ុណ្ណោះទេប៉ុន្តែនៅក្នុងនោះមានទាំងសាលាគណៈគ្រប់គ្រងរបស់សាលាស្ថាប័នពាក់ព័ន្ធដោយហើយទៅសូម្បីតែពុទ្ធបរិស័ទដែលកាលកន្លងមកគាត់មិនសូវចាប់អារម្មណ៍ជាមួយគ្នានឹងពុទ្ធិកសិក្សាប៉ុន្តែមួយរយៈកាលចុងក្រោយនេះគាត់ចាប់អារម្មណ៍ឧបត្ថម្ភដល់ប្រសង់ទៅប្រឡងហ្នឹងតាមរយៈសាលាពុទ្ធិកវិទ្យាល័យអឹងធួងធំក្នុងមួយផ្នែកតាមរយៈការផ្សព្វផ្សាយរបស់ប្រសង់តាមវត្តហ្នឹងមួយផ្នែកធំទាំងអស់នេះសុទ្ធតែជាតម្លៃដ៏ថ្លាថ្លៃនៃការចូលរួមមួយកាត់ថ្លៃមិនបានដែលបង្ហាញអំពីការស្រឡាញ់នៅហៅថាធនធានប្រសង់ដែលសាមណៈសង្ឃដែលលោកមុនមកពីទីដតីពីគ្នាហើយមករួមរស់សិក្សារៀនសូត្រនៅសាលាតែមួយក៏ប៉ុន្តែក៏មានការចូលរួមឧបត្ថម្ភហ្នឹងគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតហើយទាំងអស់នេះបង្ហាញឲ្យឃើញថាការយកចិត្តទុកដាក់ជាមួយព្រះសង្ឃហ្នឹងកាន់តែមើលឃើញពីសំណាក់ញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសជាអ្វីដែលមើលឃើញការយកចិត្តទុកដាក់នោះមិនតែយើងខាងក្នុងទេដោយហើយទៅសំបីតែអ្នកដែលធ្លាប់បានសិក្សារៀនសូត្រនៅពុទ្ធិកវិទ្យាល័យអឹងធួងក៏ផុសផុលមួយរយៈកាលចុងក្រោយនេះជួយមកដល់ការប្រឡងរបស់សាមណសិស្សនឹងដែរពីព្រោះការចំណាយចាយវានឹងច្រើនកាលពីអតីតកាលការប្រឡងគឺចេញរៀងព្រះអង្គហើយការស្នាក់នៅអីក៏លំបាកហើយបន្តមកដល់សម័យកាលចេះតែរីកចម្រើនយើងថាចឹងចុះហើយមានការយកចិត្តទុកដាក់ពីគណៈគ្រប់គ្រងផងសម្រួលដល់ព្រះសង្ឃជាពិសេសការផ្សព្វផ្សាយទៅញាតិញោមគាត់អញ្ជើញចូលរួមច្រើនជាក់ស្ដែងដោយវត្តសង្កែខ្ញុំគណៈអាត្មាភាពនេះគ្រាន់តែផ្សព្វផ្សាយដល់ញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសបញ្ជាក់ពីគោលបំណងបញ្ជាក់អំពីចំនួនសាមណសិស្សចូលរួមប្រឡងគឺញាតិញោមគាត់ចូលរួមយ៉ាងផុសផុលគួរឲ្យកត់សម្គាល់ដោយថាអញ្ចឹងកាលពីកន្លងទៅឆ្នាំកន្លងទៅញាតិញោមដំបងដៃការបង្កើតកម្មវិធីប្រគេនបច្ច័យប្រសង់ទៅប្រឡងចំនួនអង្គ$100នេះគឺលំបាកបន្តិចប៉ុន្តែបន្ទាប់ពីញាតិញោមបានដឹងច្រើនពីគោលការណ៍ហ្នឹងទៅញាតិញោមអាចជើញចូលរួមបានហើយឆ្នាំនេះបានពីសំណាក់ព្រះអង្គគ្រូចាស់សំសរោនចំនួន$200ដោយក្នុងនោះក្នុងមួយអង្គ$50ហើយបងសុភ័ក្រសត្យាយ៉ននៅខ្មែរប៉ាឡៃហ្នឹងក៏គាត់ចូលរួម$100ដែរហើយផុតពីហ្នឹងមានញាតិញោមបន្តព្រោះដែលអាត្មាបានរៀបរាប់អស់ទេពីព្រោះបានបង្ហោះបង្ហាញអរគុណថ្លែងអំណរគុណអីកន្លងមកដែរហើយប៉ុន្តែយ៉ាងណាថ្ងៃនេះសូមចម្រើនពរជម្រាបជូនពិតប្រកេតថាបច្ច័យទាំងឡាយនោះបានយកមកដាក់តម្កល់លើជើងពៀនមាសនៅទីចំពោះមុខសម័យខ្លួនគ្រប់ព្រះអង្គហើយដែលមិនបានងើយប្រភពទេសម្លឹងទៅតែបច្ច័យតែម្យ៉ាងនេះបច្ច័យព្រោះដូរទៅជារាយទាំងអស់ទៅដើម្បីឲ្យងាយស្រួលក្នុងការចាត់ចែងចាយវាយព្រោះអញ្ចឹងបច្ច័យទាំងអស់នេះមិនខ្វល់ថាលោកម្ចាស់ដែលជាសម័យព្រះអង្គហ្នឹងលោកនិមន្តយកទៅចាត់ចែងយ៉ាងណាទេប៉ុន្តែជាបទពិសោធន៍ខ្ញុំគណៈអាត្មាភាពដែលជាសាមណសិស្សធ្លាប់ឆ្លងកាត់មុនគឺនៅពេលណាដែលទៅប្រឡងហើយយើងអត់មានបច្ច័យជាប់នឹងខ្លួនវាលំបាកអញ្ចឹងទាមទារឲ្យមានយ៉ាងហោចណាស់ក៏វាធ្ងន់ខ្លួនតិចដែរ
យកទៅហើយទោះបីជាថាទៅប្រឡងមិនបានត្រូវការបច្ច័យពីព្រោះសាលាចាត់ចែងគ្រប់សពអស់ហើយទាំងយានជំនិះទាំងចង្ហាន់វ៉ាន់ជូនទាំងទីសេនាសនៈចម្រើនពរដែលថាអ្នកដែលទៅប្រឡងនេះគឺជាអ្នកដែលឆ្លងកាត់ដំណាក់កាលមួយធំបន្ទាប់មកគឺត្រូវការបច្ច័យកាន់តែច្រើនយកទៅបន្តការសិក្សានៅសាលាសាកលវិទ្យាល័យផ្សេងទៀតសឹងតែថាក្នុងមួយអង្គ$100ហ្នឹងតិចផងមិនអញ្ចឹងហ៎$200ឥឡូវនេះដើម្បីកុំឲ្យខាតពេលយូរអាត្មាភាពបើកឆាកប៉ុណ្ណឹងហើយសូមជាមតិយោបល់ក៏ដូចជាការយល់ឃើញរបស់សាមណៈសិស្សមួយអង្គតាក់ទងទៅនឹងការសិក្សាថាតើការសិក្សានៅភាសាបាលីពុទ្ធិកសិក្សាហ្នឹងវាមានសារៈប្រយោជន៍យ៉ាងដូចម្ដេចបានជាក្នុងមួយអង្គនេះនាំគ្នាលះបង់ត្រកូលមកបួសហើយតស៊ូសិក្សារៀនសូត្រនៅក្នុងក្រុងនេះត្រូវផ្គត់ផ្គង់ចង្ហាន់រៀងខ្លួនអីស្រាប់តែតស៊ូរហូតមកដល់ដំណាក់កាលមួយហៅថាប្រឡងយកសញ្ញាបត្រទុតិយភូមិនៃថាភាសាបាលីហ្នឹងមានសារៈសំខាន់អត្ថប្រយោជន៍យ៉ាងដូចម្ដេចសម្រាប់សម័យខ្លួនមួយអង្គហ្នឹងបានជាខំប្រឹងម្លេះឥឡូវចេញពីលោកប្អូនខាងនេះមុនណាប៉ុន្តែមុនរៀបរាប់ពនាមដាក់គៀបចូលកាន់ចេះក៏បានដែរកាន់ចេះក៏បាននិយាយណាបាទឥឡូវសុំទី1គឺរៀបរាប់ពនាមភូមិស្រុកមុនមកពីណាមកគង់នៅវត្តយើងនឹងឆ្នាំណាហើយការសិក្សារៀនសូត្រនឹងលំបាកយ៉ាងណាបើអាចបួសបាននុសាតោះមុនរៀបរាប់ការសូមនមស្ការគ្រូចាតិកាសូមចម្រើនពរដល់ញោមដែលមើលតាម live ខ្ញុំបកណាត់ថាភាពនាមថាគឹមឡុងនាមថាខុនគឹមឡុងមកពីខេត្តពោធិ៍សាត់នៅភូមិផ្លូវលួងខុងកញ្ចោស្រុកកណ្ដៀងខេត្តពោធិ៍សាត់ខ្ញុំបកណាត់ថាភាពមកនៅវត្តសង្កែនកងនៅវត្តសង្កែនេះនៅឆ្នាំ2023កងឡងមកសិក្សានៅទីនេះដោយសារតែចង់បានបទពិសោធន៍ថ្មីមុនបន្តដល់អីចំពោះការសិក្សាភាសាបាលីនេះវាมันមានអីពិបាកទេឲ្យតែយើងខំប្រឹងតស៊ូហើយមិនទៀតខំប្រឹងតស៊ូហើយណាមួយយើងជាកូនអ្នកក្រីក្រដែរបើសិនជាយើងបោះបង់ខាងពុទ្ធកៈនេះយើងទៅសឹកបើយើងសឹកហើយគ្មាននគរដៅក៏យើងពិបាកក្នុងជីវិតដែរមិនទៀតឡើយមិនទៀតហើយក្រៅពីប្រឡងជាប់នឹងចូលរៀនសាកលនៅទីនេះអញ្ចឹងសារៈប្រយោជន៍នៃការសិក្សាភាសាបាលីឬក៏ពុទ្ធិកសិក្សាហ្នឹងអាចលិះបាន3-4ចំណុចទេសារៈប្រយោជន៍នៃការរៀនភាសាភាសាបាលីសារៈប្រយោជន៍ទី1ធ្វើឲ្យយើងយល់ដឹងពីខាងពុទ្ធសាសនាខាងពុទ្ធសាសនាទី1ធ្វើឲ្យយើងយល់ដឹងខាងពុទ្ធសាសនាទី2ធ្វើយើងដឹងពីសំខាន់នៃភាសាបាលីដែលយើងបានរៀនសូត្រមានពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងហ្នឹងហើយទី3មិត្តក្រៅយើងសិក្សាប៉ុណ្ណឹងក្រៅសិក្សារត់នៅឃើញប៉ុណ្ណឹងអូសានទុលើអស់ងាកមកនេះម្ដងទី1យើងគិតថាពេលដែលសិក្សានៅពុទ្ធសាសនាពុទ្ធិកសិក្សាធ្វើឲ្យយើង
ចេះនៅភាសាបាលីធ្វើយើងយល់ដឹងនៅពុទ្ធដីកានឹងសំខាន់តើភាសាបាលីហ្នឹងវាអាចឧទាហរណ៍បានទេមិនថាយើងងាយស្រួលក្នុងការសិក្សាឬក៏យល់ដឹងពីពុទ្ធដីកាឧទាហរណ៍ចំណុចណាមួយដែលថាងាយប្រៀបធៀបមួយនៅអត់បានរៀនឧទាហរណ៍អញ្ចឹងណាសម្រាប់កណាភាសាបាលីមិនស្រួលមែនទេអត់ស្រួលមែនទេស្រួលសម្រាប់កណាមែនទេហើយចង់និយាយយើងប្រៀបធៀបថាឥឡូវមិញយើងថាអត្ថប្រយោជន៍នៃការរៀនភាសាបាលីវាធ្វើឲ្យយើងងាយស្រួលឬក៏ងាយយល់ព្រះពុទ្ធដីកាអញ្ចឹងយើងងាយយល់ជាងគេអ្នកដែលអត់សិក្សាបានន័យថាអញ្ចឹងតើយើងអាចឧទាហរណ៍បានទេកន្លែងហ្នឹងងាយយល់យ៉ាងម៉េចឧទាហរណ៍ថាឧទាហរណ៍ថានិយាយឧទាហរណ៍ថាម៉េចយើងបានសិក្សានៅបាលីយើងមានដូចគេអត់បានសិក្សាយើងមានគំនិតយល់ដឹងច្រើនជ្រៅក្នុងពុទ្ធសាសនាយើងដឹងថាធ្វើចេះខុសធ្វើចេះត្រូវអញ្ចឹងអាហ្នឹងយល់ដឹងតាក់ទងរឿងពុទ្ធសាសនាចុះនៅចំណុចមួយដែលថារៀនភាសាបាលីទៅវាងាយស្រួលក្នុងការយល់ហ្នឹងអញ្ចឹងហ៎អាចដែរឧទាហរណ៍ថាតាក់ទងរឿងហ្នឹងជួនកាលវាអាចបើប្រៀបមួយអ្នកអត់រៀនណាអ្នកដែលអត់រៀននៅភាសាបាលីអត់អាចយល់ដឹងតាក់ទងទៅនឹងពុទ្ធដីកាងាយយល់ទេមិនបានថាពិបាកមិនបានថាមិនងាយយល់ដោយសារតែពិបាកអានដោយសារតែពុទ្ធដីកាខ្លះជាភាសាបាលីណាពុទ្ធដីកាគឺជាភាសាបាលីហ្នឹងឯងដោយច្រើនបើយើងជាភាសាបាលីយើងអាចប្រែបានដោយខ្លួនឯងហ្នឹងហើយយើងអាចប្រែបានដោយខ្លួនឯងអញ្ចឹងបានថាពុទ្ធដីកាគឺសំដៅទៅលើដីកាដែលព្រះអង្គលោកប្រើភាសាបាលីហ្នឹងហើយដល់ពេលយើងរៀននៅពុទ្ធិកសិក្សាបានន័យថារៀនភាសាបាលីប៉ុន្តែលើសអំពីមុខវិជ្ជានៅខាងក្រៅដោយសារតែយើងបន្ថែមមុខវិជ្ជាផ្សេងទាំងឡាយទាំងពួងនៅក្នុងរបៀបនៃការសិក្សានៅពុទ្ធិកនឹងដែរអត់មានអីទៀតទេឥឡូវមានអីទៀតទេឥឡូវតើតងរឿងលើកឧទាហរណ៍វិញឧទាហរណ៍ថាសម្រាប់បុគ្គលអ្នកអត់រៀនភាសាបាលីយើងសំបីតែអានអក្សរហ្នឹងក៏ពិបាកផងអានអក្សរពីព្រោះភាសាបាលីរបស់យើងមានគេហៅថាឥទ្ធិពលធំទៅលើភាសាខ្មែរណាទៅលើភាសាខ្មែរឧទាហរណ៍ថាពាក្យថាហេដ្ឋារចនាសម្ព័ន្ធអញ្ចឹងពាក្យបាលីពាក្យថាសម្ព័ន្ធក៏បាលីដែរមិនអញ្ចឹងឥឡូវនិយាយពីព្រះវិហារក៏បាលីដែរព្រះហ្នឹងមិនមែនបាលីទេប៉ុន្តែវិហារក៏បាលីដែរបាលីច្រើនណាស់និយាយទៅឧបាសកឧបាសិកាក៏បាលីមេដាបៃតាក៏បាលីណាសាធារណៈពេលបាលីច្រើននិយាយសាមញ្ញបាលីច្រើនហ្នឹងឥឡូវដោយសារតែលោកអមមានច្រើនមកឥឡូវបានអរគុណឈ្មោះអីមិញគុណគឹមឡុងអរគុណគឹមឡុងឥឡូវងាកមកខាងលោកអូនក៏តែម្ដងដើម្បីកុំឲ្យអូសបន្លាយពេលវេលាយូរមុននឹងប្រគិនបច្ច័យញាតិញោមពុទ្ធបរិស័ទនេះសូមឲ្យញាតិញោមបានជ្រាបពីសារៈប្រយោជន៍កើតចេញពីការសិក្សាភាសាបាលីហេតុអីបានជាគ្រប់អង្គនឹងខំប្រឹងប្រែងតស៊ូលះបង់ពេលវេលាលះបង់ពុកម្ដាយតស៊ូរៀនភាសាបាលីហ្នឹងម្លេះមុនណែនាំពនាមហើយនឹងបន្តណាជាវធម្មកណាសូមនមស្ការចំពោះព្រះគ្រូចៅអធិការហើយនមស្ការគុណម្ចាស់ថេរៈគ្រប់ព្រះអង្គនិងចម្រើនពរញាតិញោមដែលបានមើល live នៅពេលវេលានេះអាត្មាភាពមានពនាមឈ្មោះថាខឿមសៅខាន់ដែលមកពីខេត្តពោធិ៍សាត់មកសិក្សាស្វែងយល់នៅខេត្តបាត់ដំបងនេះពោធិ៍សាត់ស្រុកអីពោធិ៍សាត់កណានៅស្រុកបកានវត្តឆ្នាំព្រះវត្តអីគេវត្តដែលគង់នៅឯខេត្តពោធិ៍សាត់ឈ្មោះវត្តបលាំងមុនតហើយដែលបានវត្តមានអង្គុយទីនេះក៏ដោយសារតែការខិតខំសិក្សារៀនសូត្ររយៈពេល3ឆ្នាំកន្លងមកនិងក៏ជាការស្រឡាញ់នៅពុទ្ធិកសិក្សាដែរដោយសារតែជាការពិតទៅដែលបានមករៀនដល់ឆ្នាំកន្លងទី12នេះក៏ដោយសារតែទី1កត្តាជីវភាពគ្រួសារផងហើយនិងទី2
គឺចង់បន្តការសិក្សាទៀតមិនចង់បោះបង់ការសិក្សាចោលដោយសារតែពេលដែលនៅមិនទាន់នៅជាកុហកហ្នឹងអត់មានបច្ច័យអត់មានថវិកាដែលគ្រួសារសេដ្ឋកិច្ចទុនខ្សោយមិនអាចទៅរៀនឯណាបានទៅមកបួសជាព្រះសង្ឃនេះក៏បានប្រឡងចូលនៅវិទ្យាល័យផ្សេងមានវិទ្យាល័យអង្គធុងនេះដើម្បីជាប់បានមករៀនហើយក៏មានប្រវត្តិមានដើម្បីឡើងទៅប្រឡងនៅភ្នំពេញនៅថ្ងៃខាងមុខនេះបន្តិចទៀតដែរហើយបើសម្រាប់ខាងពុទ្ធិកសិក្សាវិទ្យាល័យនេះវិញគឺខុសអំពីមហាវិទ្យាល័យនៅឯខាងកុហកដោយសារតែរៀនក៏ច្រើនមុខវិជ្ជាហើយណាមួយទៀតពេលប្រឡងក៏14មុខវិជ្ជាដែរដែលចំនួនប្រឡងតតែ4ថ្ងៃឯណោះហើយមុខវិជ្ជាមួយដូចជាមុខវិជ្ជាភាសាបាលីភាសាសំស្ក្រឹតអីជាដើមវាពិតជាភាសាមួយដែលមានសារៈប្រយោជន៍សំខាន់នៅក្នុងសង្គមខ្មែរផងហើយក៏ជាភាសាដែលមិនសូវទូលំទូលាយប៉ុន្តែវាមានឫសគល់នឹងតាំងពីយូរមកហើយនៅសង្គមខ្មែរហ្នឹងជាក់ស្ដែងដូចជាភាសាបាលីបើទោះបីជាពិបាករៀនបន្តិចមែនតែភាសានេះមានអត្ថន័យជ្រាលជ្រៅមានដើមតងដើមកំណើតហ្នឹងមកយូរលង់ណាស់មកហើយអាត្មាក៏ដាក់ចិត្តដាក់កាយមករៀននៅភាសាបាលីសំស្ក្រឹតអីនេះក៏ដោយសារថាភាសានេះមានសារៈសំខាន់សម្រាប់កូនខ្មែរគ្រប់រូបព្រោះដោយសារតែភាសាបាលីបានមានឫសគល់មកជាយូរហើយក៏ជាភាសាមួយដែលមានសូរសំឡេងស្រៈមានវេយ្យាករណ៍មានអីច្រើនដែលដូនតាខ្មែរយើងបានកម្ចីភាសាបាលីនេះមកប្រើក្នុងភាសាខ្មែរយើងសប្តាហ៍ថ្ងៃអញ្ចឹងសារៈប្រយោជន៍នៃភាសាបាលីសំស្ក្រឹតនេះពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់កូនខ្មែរគ្រប់រូបត្រូវតែរៀនត្រូវតែយល់ដឹងបន្ថែមទៀតដូចជាឧទាហរណ៍នៅក្នុងភាសាខ្មែរយើងភាគច្រើនសិតតែខ្ចីមកពីពាក្យបាលីសំស្ក្រឹតដែលយើងកម្ចីនេះយើងមិនមែនកម្ចីយកអក្សរមកទេប៉ុន្តែយើងកម្ចីយកមកកែជាភាសាខ្មែរយើងប៉ុន្តែសូរសំឡេងស្រៈអីហ្នឹងវាអាចនឹងដូចបាលីអាចនឹងដូចសំស្ក្រឹតកណាអស់នៅកណាអស់ហើយគ្រឿងណាអស់ហើយអរគុណណាអរគុណលោកប្អូនសៅខាន់បងប្អូនសៅខាន់ឥឡូវនេះយើងបន្តទៅមួយអង្គទៀតឲ្យយល់ពីសំណួរហ្នឹងណាសំណួរតែមួយទេប៉ុន្តែឆ្លើយដូចគ្នាទី1ណែនាំខ្លួនមុនមកពីណាអញ្ចឹងទៅហើយបន្ទាប់មកយើងហេតុអីបានជារៀនភាសាបាលីហ្នឹងមានសារៈប្រយោជន៍ខ្លឹមសារយ៉ាងម៉េចហ្នឹងហើយបន្ថែមលើលោកប្អូនពីរអង្គហ្នឹងទៀតណាមកសុំមុនជីវធម្មកណាសូមនមស្ការចំពោះព្រះរតនត្រ័យទាំង3មានពុទ្ធរតន1ធម្មរតន1សង្ឃរតន1ហើយសូមធ្វើបទនមស្ការចំពោះលោកគ្រូចៅអធិការនិងព្រះថេរានុថេរៈគ្រប់ព្រះអង្គខ្ញុំប្រកាសណាពនាមវ៉ែនសំណាងមកពីស្រុកវាលវែងខេត្តពោធិ៍សាត់ចំពោះគោលបំណងការសិក្សានេះមិនសូវជាខុសពីលោកម្ចាស់មុនប្រហែលទេមានគោលបំណងដូចតែគ្នាចំពោះអត្ថប្រយោជន៍នៃការសិក្សាភាសាបាលីនេះទី1យើងអាចយល់ដឹងពីពុទ្ធសាសនាបានច្រើនដូចជាការសិក្សាស្រាវជ្រាវអំពីបត្រៃបីដកមង្គលវិសុទ្ធមគ្គដែលជាមូលដ្ឋាននៃពុទ្ធសាសនាហើយទី2នោះមូលដ្ឋានអក្សរសាស្ត្រខ្មែរដោយអក្សរសាស្ត្រដោយភាសាខ្មែរខ្លះបានកម្ចីពីពាក្យភាសាបាលីនិងសំស្ក្រឹតហើយចំពោះទី3ការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រដោយនៅលើសាលាចារឹកខ្លះមានការកត់ត្រានិងកត់សម្គាល់នៅភាសាបាលីនិងសំស្ក្រឹតបានច្រើនហើយចំណុចទី4យល់ដឹងពីវប្បធម៌និងអរិយធម៌ខ្មែរបានកាន់តែច្រើនអស់ហើយក ណាប៉ុណ្ណឹងរំលឹកទៀតមើលអស់នៅអស់ហើយដាក់លើនេះមកអរគុណទាំងឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាដោយសារតែពេលវេលាយើងខ្លីទុកឱកាសប្រគេនលោកប្អូន3ព្រះអង្គលោកត្រូវត្រឡប់ទៅរៀបចំអីវ៉ាន់ផ្សេងទៀតត្រៀមទៅខាង
ភ្នំពេញនៅថ្ងៃស្អែកព្រឹកជុំគ្នាម៉ោងម៉ាន 7 ម៉ោង 7 ព្រឹកនៅពុទ្ធិកវិទ្យាល័យអឹងធួងអញ្ចឹងញាតិញោមពុទ្ធបរិស័ទបានចូលរួមជាថវិកាមាននៅទីនេះស្រាប់ដែលអាត្មាភាពប្រជារិកានិងប្រគិនលោករៀងព្រះអង្គនៅពេលបន្តិចទៀតនេះហើយនឹងសង្ខេបពីអត្ថប្រយោជន៍ហេតុអ្វីបានជាគ្រប់ព្រះអង្គក្នុងនាមជាអ្នកបួសឲ្យមកសិក្សារៀនសូត្រភាសាបាលីចាប់អារម្មណ៍ចំណុចពិសេសមួយគឺកែប្រែជីវភាពដោយសារតែជីវភាពរបស់យើងសង្គមខ្មែរយើងនេះមានទំនៀមទម្លាប់វប្បធម៌ពីដូនតាមកថាបើក្នុងករណីយើងនឹងអត់មានលទ្ធភាពបន្តការសិក្សានៅផ្នែកអាណាចក្រទេយើងអាចមានជំរើសទី2គឺយើងទៅជ្រកអាស្រ័យនៅទីវត្តអារាមរស់នៅជាមួយព្រះសង្ឃពឹងកម្លាំងស្មងដើរបណ្ឌបាតហើយបួសជាភិក្ខុសាមណេរហើយនិមន្តទ្រង់បាតហើយឆ្លៀតពេលនោះគឺយើងបានសិក្សាបន្តការសិក្សារៀនសូត្រតម្រាំបានមកដល់ពេលនេះគឺលោកខិតខំប្រឹងប្រែងណាស់ប៉ុន្តែក៏ជាជំរើសល្អមួយដែរសម្រាប់អ្នកដែលមានជីវភាពមិនសូវល្អអញ្ចឹងហើយបានជាមានអ្នកប្រាជ្ញបណ្ឌិតម្នាក់យូរដែរហើយគាត់លើកឡើងថាម៉េចអ្នកមានរៀនសាលាល្អអ្នកក្ររៀនសាលាលោកអ្នកខ្លះក៏មានការរិះគន់ពាក្យនឹងតាមកពិតនៅក្នុងពាក្យហើយនឹងទស្សនៈរបស់បុគ្គលម្នាក់គាត់មានការយល់ដឹងបន្ថែមហើយមើលឃើញពីតថភាពជាក់ស្ដែងនៅក្នុងសង្គមខ្មែរយើងជារឿងពិតមែនដោយច្រើនអ្នកដែលមានជីវភាពខ្វះខាតគឺតែងតែមកជ្រកអាស្រ័យនៅទីវត្តដើម្បីបានបន្តការសិក្សារៀនសូត្ររីឯអ្នកមានដោយច្រើនគេបញ្ជូនកូនគេទៅរៀនសាលាឲ្យចប់ចុងចប់ដើមហើយជាឱកាសមួយសម្រាប់លោកម្ចាស់ទាំង3ព្រះអង្គនៅទីនេះក៏ដូចជាលោកម្ចាស់នៅទីកន្លែងផ្សេងដទៃក៏ជាឱកាសសម្រាប់ញាតិញោមពុទ្ធបរិស័ទដែលមានជីវភាពមិនសូវល្អហើយចង់ឲ្យកូនបន្តការសិក្សារៀនសូត្រអាចជំរុញរុញច្រានអូសទាញកូនឲ្យចូលវត្តអាចមកបួសដើម្បីបន្តការសិក្សារៀនសូត្របានបងនេះជារឿងមួយសំខាន់ហើយអាស្រ័យគ្នានឹងជីវភាពនឹងឯងហើយលោកមុនមកបួសហើយបានមករៀនមកដល់សប្តាហ៍ថ្ងៃនេះជាលទ្ធផលឃើញជាក់ស្ដែងហើយការសិក្សាពុទ្ធិកៈនឹងទៅទៀតបន្ទាប់ពីមកបួសហើយគឺបន្តការសិក្សាហើយការសិក្សាមានច្រើនប្រភេទនៅក្នុងការសាងពុទ្ធនោះអ្នកខ្លះទៅសិក្សាផ្នែកព្រះធម៌អ្នកខ្លះសិក្សាផ្នែកពុទ្ធិកៈដូចជាខ្ញុំកណ្ដាលអាត្មាភាពក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គចឹងដែរដោយសារតែផ្នែកពុទ្ធិកៈសិក្សានេះមានការសិក្សាមិនខុសអំពីខាងអាណាចក្រទេមានតែលើសព្រោះអាណាចក្រមានចំនួនមុខវិជ្ជាប៉ុណ្ណាខាងពុទ្ធិកៈសិក្សារៀនទាំងអស់ប៉ុណ្ណោះហើយបន្ថែមទៅលើមុខវិជ្ជាផ្សេងទៀតដូចជាសំស្ក្រឹតបាលីវិន័យពុទ្ធសាសនាមិនអញ្ចឹងណាអញ្ចឹងយើងលើសគេអត្ថប្រយោជន៍បន្តគឺយល់ដឹងពីព្រះពុទ្ធសាសនាព្រះអង្គសម្ដែងជាភាសាបាលីដូច្នោះហើយការសិក្សារៀនសូត្រផ្នែកពុទ្ធិកៈសិក្សាហ្នឹងគឺធ្វើឲ្យយើងយល់ដឹងពីពុទ្ធសាសនាកាន់តែស៊ីជម្រៅហើយបន្តគឺអាចយល់ដឹងអំពីអក្សរសាស្ត្រពីព្រោះភាសាបាលីភាសាសំស្ក្រឹតគឺជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរយើងមានឥទ្ធិពលខ្លាំងមកលើអក្សរសាស្ត្រខ្មែរយើងហើយបន្ថែមទៅទៀតលោកថាមានការយល់ដឹងអំពីប្រវត្តិសាស្ត្រខ្លះត្រូវបានចារឆ្លាក់ជាភាសាបាលីភាសាសំស្ក្រឹតនៅលើផ្ទាំងសិលាតចំនួនណាស់មកហើយយើងអាចដឹងពីប្រវត្តិសាវតារឿងរ៉ាវផ្សេងដែលពុព្វបរោះដូនតារបស់យើងបានយកភាសាបាលីយកភាសាសំស្ក្រឹតទៅចារទៅឆ្លាក់នៅលើផ្ទាំងសិលាបើកូនខ្មែរទាំងអស់មិនបានសិក្សារៀនសូត្រពីភាសាបាលីទេមិនអាចយល់ដឹងអំពីប្រវត្តិសាស្ត្រនោះបានទេជាងនឹងទៅទៀតមានលក្ខណៈពិសេសមួយគឺយល់ដឹងពីវប្បធម៌អរិយធម៌អញ្ចឹងវប្បធម៌អរិយធម៌របស់យើងគឺមានឥទ្ធិពលធំពីប្រទេសឥណ្ឌាហើយជាប្រទេសមួយដែលប្រើប្រាស់ភាសាសំស្ក្រឹតនិងភាសាបាលីអញ្ចឹងអត្ថប្រយោជន៍ច្រើនណាស់បន្ថែមលើហ្នឹងខ្ញុំកណាត់មកភាពដើម្បីរួមចំណែកនៅក្នុងថាតើហេតុអីបានជាគ្រប់អង្គត្រូវការចេះតែខំប្រឹងសម័យខ្លួនខំប្រឹងតស៊ូសិក្សារៀនសូត្រភាសាបាលីគណៈគ្រប់គ្រងផ្នែកភាសាបាលីខំប្រឹងស្វះស្វែងរកជំនួយឧបត្ថម្ភធ្វើយ៉ាងណាឲ្យ
សាលាភាសាបាលីហ្នឹងមានភាពល្បីល្បាញមានកុលបុត្រខ្មែរចាប់អារម្មណ៍ទៅសិក្សាច្រើនតែហេតុថាភាសាបាលីមានអត្ថប្រយោជន៍យ៉ាងដូចនេះឯងសង្ខេបអញ្ចឹងបន្តខ្ញុំកណាសូមអានកំណាព្យមួយដែលធ្លាប់បានតែងយូរហើយប្រគេនព្រះអង្គគ្រូសារៈធម្មមួយចន្ទជាតិចារិកាវត្តកោះកែវលង្វល់លោកសោតប៉ុន្តែពេលនេះខ្ញុំកណាអានតកតងនឹងសារៈប្រយោជន៍ភាសាបាលីតែចូលជាមួយអ្វីដែលលោកមានការចូលរួមចំណែកជាមតិយោបល់អត់ ទី1ថាចេះអត្ថប្រយោជន៍ភាសាបាលីខេមរាប្រុសស្រីប្រសង់យាយតាឲ្យចូលចាំត្រង់ត្រាប់ស្ដាប់ពីអាត្មារៀបរាប់ខ្លឹមសារសង្ខេបតទៅបាលីភាសាដីកាព្រះពុទ្ធនេះចូលមួយបាលីភាសាដីកាព្រះពុទ្ធបវរវិសុទ្ធនៃស៊ីជំរឿចង់ច្បាស់លាស់ធัวបាលីជាផ្លូវនាំអស់លោកទៅដល់អត្តសេចក្តីព្រះត្រៃបិដកអត្ថកថាកម្ពីដីកាធัวព្រះចិនស្រីមេរៀនត្រាស់ដឹងរួចចាកទុកភ័យភាសាបាលីចានៃប្រជៈឆ្នេះសូមបរិស័ទក្រហមបព្វជិតបណ្ដោះគំនិតបង្កើនឆន្ទៈឆ្លាក់ក្តីស្រឡាញ់ពេញដោយវិរិយៈជ្រងមគ្គធៈសោះសាយលបាញ់ល្បីបាលីជាគ្រឹះអក្សរសាស្ត្រខ្មែរប្រៀបបានដួងខែបំភ្លឺរាត្រីដោយព្រះតិនក ចាំងជះរស្មីញ៉ាំងភពផែនដីរងរួចពុនរាយបាលីលំអអក្សរខេមរាពាក្យពេចន៍ខ្លឹមសារទូលំទូលាយកាត់បត់តបត់ពាក្យពោលឲ្យងាយនឹងអាចរង្គាយចែកធាតុយល់បានពាក្យខ្មែរយើងខ្លះបាលីភាសាដោយពាក្យរដ្ឋាពលរដ្ឋសណ្ដានពាក្យវត្តខន្តីកម្មពោជនីយដ្ឋាននិងពាក្យកល្យានមេដាបេដាពពៈបរោះធ្ងន់ដោយចំណេះបាលីលោកចេះចងជាឯកសារប្រវត្តិសាស្ត្រសិល្បៈឆ្លាក់ចារលើផ្ទាំងសិលាថ្លៃថ្លាផូរផង់បាលីជួយចងចិត្តឲ្យជ្រះថ្លាស្រឡាញ់សាស្តាការពារពូជពងជាតិនិងសាសនាឲ្យបានគង់វង្សស្ថិតស្ថេរយូរលង់អង្វែងទៅអងចុងក្រោយថាសូមពុទ្ធបរិស័ទគ្រប់អង្គគ្រប់គ្នាដែលមានសទ្ធាចូលរួមបុណ្យឆ្លងនេះតើតងបុណ្យកុរងអញ្ចឹងយើងថាសូមអស់ពុទ្ធបរិស័ទដែលមានសទ្ធាប្រគេនបច្ច័យគ្រប់អង្គគាឲ្យបានសុខទៅអញ្ចឹងហ៎អញ្ចឹងនេះកំណាព្យធ្លាប់បានតែងប្រគេនគូជាតិសោតអញ្ចឹងនៅក្នុងន័យហ្នឹងគឺយើងរនឹកឃើញប៉ុណ្ណឹងថាបាលីហ្នឹងមានអត្ថប្រយោជន៍ច្រើនមានឥទ្ធិពលលើសង្គមខ្មែរយើងច្រើនដូច្នោះហើយសូមញាតិញោមពុទ្ធបរិស័ទចាស់ក្មេងប្រុសស្រីទាំងអស់គ្នាមានការផុសផុលបន្តលើកស្ទួយជ្រុំជ្រែងភាសាបាលីឡើងតាមរយៈឧបត្ថម្ភគ្រប់គ្រងចូលរួមលើកទឹកចិត្តដល់អ្នកដែលសិក្សារៀនសូត្រនៅភាសាបាលីមិនថាថ្នាក់បឋមថ្នាក់អនុវិទ្យាល័យថ្នាក់វិទ្យាល័យឬក៏ថ្នាក់អនុបណ្ឌិតអីទេញាតិញោមពុទ្ធបរិស័ទពីព្រោះបាលីមានអត្ថប្រយោជន៍ច្រើនជាងអ្វីដែលអាត្មាបានអ្វីដែលអាត្មានឹងប្រសង់សាមណៈបេកសាមណៈនឹងពោលទៅទៀតព្រោះអញ្ចឹងបន្តទៅសូមបញ្ចប់តកតងរឿងការដែលលើកឡើងពីអត្ថប្រយោជន៍នៃភាសាបាលីប៉ុណ្ណឹងហើយសង្ឃឹមថាកណ្ដាលញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបានរីករាយសប្បាយជាមួយគ្នានឹងការលើកឡើងខ្លីព្រោះហើយបន្តទៀតប្រគេនបច្ច័យដើម្បីជាយានជំនិះជាបច្ច័យ4សម្រាប់ប្រសង់លោកយកទៅប្រើប្រាស់តាមការគួរអញ្ចឹងសូមមុនលោកដៃគ្រប់អង្គទទួលមុនថតឲ្យបន្តិចផងណែមុនថតឲ្យលោកថតទូរស័ព្ទមុនលោកចាស់តិចណាមកអូនណាសូមញាតិញោមពុទ្ធបរិស័ទអនុមោទនាត្រេកអរយើងប្រគេនបច្ច័យលោកប្រគេនជោគជ័យមកឲ្យយើងវិញយកជោគជ័យជាប់គ្រប់អង្គមកជូនប្រគេនវត្តសង្កាយយើងវិញសូមញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាអាត្មាភាពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសពរបស់ប្រុសស្រីទាំងឡាយដែលមានសទ្ធាជ្រះថ្លាចូលរួមបច្ច័យក្នុងការប្រគេនព្រះសង្ឃឥឡូវនេះអាត្មាយកមកប្រគេនព្រះសង្ឃដែលត្រូវនិមន្តទៅប្រឡងហើយសូមបានបុណ្យកុសលកើតចេញពីសទ្ធាជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទគ្រប់គ្នានឹងបានជាបនិស្ស័យមួយ
យល់ដឹងនៅក្នុងភាសាបាលីដូចនៃដែលអាត្មាបានពោលមកថាមានសារៈប្រយោជន៍អញ្ចឹងហើយសំបនិស័យរួចផុតចាកទុកដល់នៅព្រះនិព្វានគ្រប់អង្គគ្រប់គ្នាសូមអនុមោទនាហើយប្រគេនពរគ្រប់អង្គធ្វើដំណើរថ្ងៃស្អែកប្រកបដោយសុខសុវត្ថិភាពនិងបានជោគជ័យគ្រប់ព្រះអង្គសូមអនុមោទនាទុក្ខបត្តាចនៈតងខាភយបត្តាចនៈភយសោកបត្តាទោសាពេបបានេណោសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុងសូមឲ្យជាសន្តិបានសេចក្តីទុងទៅដែលដល់ហើយនៅភ័យសូមឲ្យជាសន្តិបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកជាសន្តិបានសេចក្តីសោកទៅអងសូមអនុមោទនីបិទឡាយបានចែកលុយ